អាណន់យើងចង់ទៅឲ្យឆ្ងាយមួយរយៈបុព្វព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលសង្ស័យនឹងការសម្រេចប្រទេសរបស់ព្រះអង្គទេតែព្រះអង្គទៅគង់នៅឯណាដែរយើងនឹងទៅតែម្នាក់ឯងក្នុងព្រៃព្រះអង្គគង់នៅក្នុងព្រៃសត្វសាហាវច្រើនណាស់ណាសត្វព្រៃវាគ្មានគ្រោះថ្នាក់ទេតថាគតរកកន្លែងសំគួរឲ្យរស់នៅទីនេះឆាន់តែផ្លែឈើមិនកម្រើកទៅណានឹងដំណើរជីវិតតាមច្បាប់របស់តថាគតផុត3ខែហើយឯងមករកតថាគតចុះសូមឲ្យគ្រប់គ្នាមានក្តីសុខប្រឆាទុកប្រឆាការឈឺថ្កាត់ល្អណាស់ចៅសេកពេលនេះព្រះអង្គគង់នៅឯណានៅទីនេះតាមខ្ញុំមកបុព្វព្រះអង្គដ៏ចម្រើនចូលមកអាណន់គង់តែបានសត្វសេកមួយក្បាលនេះកុំឲ្យទូបង្គំត្រូវវង្វេងផ្លូវហើយម្យ៉ាងទៀតទូបង្គំគង់មិនបានជួបព្រះអង្គដែរអាណន់នេះជាមិត្តស្មោះរបស់យើងម្នាក់ស្រេចតែព្រះអង្គទេទូបង្គំមិនដែលឃើញអ្វីដែលចម្លែកបែបនេះទេទូបង្គំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងសត្វទាំងអស់នេះនៅក្នុងព្រៃសុទ្ធតែស្មោះត្រង់ចំពោះព្រះអង្គទាំងអស់អាណន់សត្វនៅក្នុងព្រៃមិនខុសពីសត្វផ្សេងទេពួកគេស្មោះត្រង់ហើយឧស្សាហ៍ព្យាយាមជាងសត្វផ្សេងសម្រាប់យើងមិត្តភ័ក្តិល្អជារឿងគួរឲ្យរីករាយហើយអាចនៅជាមួយពួកគេបានស្រេចតែព្រះអង្គទេតែទីមួយដែលព្រះអង្គគង់នៅទីនេះគ្រប់គ្នាតែងតែគោរពនៅទេវទត្តហើយនឹងសាវកដូច្នេះពួកនោះគិតថាយើងមិនច្បាស់លាស់នោះទេទោះបីយ៉ាងណាក៏ដោយមួយខែក្រោយមកប្រជាពលរដ្ឋចាប់ផ្ដើមមិនពេញចិត្តនឹងទង្វើរបស់ទេវទត្តនិងសាវកពួកគេក៏វែងដុំថ្មត្រូវទេវទត្តនិងសាវកពេលនេះប្រជារាស្ត្រតែងតែនិយាយពីពាក្យពេចន៍បដៅដ៏ល្អរបស់ព្រះអង្គហើយគេបាននិមន្តព្រះភិក្ខុសង្ឃដទៃទៀតទៅថ្វាយចង្ហាន់ហើយតែងតែសួររកព្រះអង្គជារៀងរាល់ថ្ងៃអាណន់យើងមិនប្រាប់លោកទេមិនយូរទេការពិតនឹងឈ្នះការមិនពិតបើការប្រណិប័តរបស់យើងត្រឹមត្រូវយើងមិនអាចធ្វើខុសទៀតបានទេព្រោះអាវុធរបស់យើងគឺសច្ចធម៌នោះឯង